យើងទាំងអស់គ្នាធ្លាប់ឮពាក្យថាវីរភាពនិងការលះបង់តើយើងអាចសម័យបានទេថាការលះបង់ដ៏ធំបំផុតនោះគឺជាការបូជាជីវិតរបស់ខ្លួនដោយយកយន្តហោះពេញទៅដោយគ្រឿងផ្ទុះបុកទៅនឹងនាវាសត្រូវនេះមិនមែនជារឿងប្រឌិតវាគឺជាយុទ្ធសាស្ត្រចុងក្រោយរបស់ចក្រភពជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី2ដែលត្រូវបានគេស្គាល់ថា Kamikazeមុននឹងនិយាយអំពីយុទ្ធសាស្ត្រអត្តឃាតក្នុងឆ្នាំ1944យើងត្រូវយល់ពីឫសគល់នៃពាក្យ Kamikaze ជាភាសាជប៉ុនមានន័យថាខ្យល់ទេវតាពាក្យនេះមានប្រវត្តិយូរលង់ណាស់មកហើយតាំងពីសតវត្សទី13ឯណោះក្នុងឆ្នាំ1274និង1281ក្រោមការដឹកនាំរបស់ព្រះចៅអធិរាជ Kublai Khan ចក្រភពម៉ុងហ្គោលបានព្យាយាមវាយលុកប្រទេសជប៉ុនដោយប្រើកងទ័ពជើងទឹកដ៏ច្រើនសន្ធឹកសន្ធាប់នៅពេលនោះកងទ័ពម៉ុងហ្គោលបានជិះទូកឆ្លងសមុទ្រមកដល់ឆ្នេររបស់ជប៉ុនមើលទៅជប៉ុនប្រហែលជាមិនអាចទប់ទល់បានទេប៉ុន្តែរំពេចនោះស្រាប់តែមានរឿងអស្ចារ្យកើតឡើងទាំងពីរលើកខ្យល់ព្យុះទីហ្វុងដ៏ធំបានបក់ចំនាវារបស់កងទ័ពម៉ុងហ្គោលធ្វើឲ្យកប៉ាល់រាប់ពាន់គ្រឿងលិចលង់និងកងទ័ពរាប់ម៉ឺននាក់ត្រូវបានស្លាប់នៅពេលនោះជនជាតិជប៉ុនបានជឿថាខ្យល់ព្យុះនេះគឺជាអភូតហេតុមួយដែលទេវតាឈ្មោះកាមិបញ្ជូនមកដើម្បីការពារប្រទេសជប៉ុនពួកគេបានដាក់ឈ្មោះខ្យល់នេះថា Kamikazeពាក្យនេះបានក្លាយទៅជានិមិត្តរូបនៃការការពារដ៏វីរភាពបំផុតនិងជាជំនឿរបស់ប្រទេសជប៉ុនទាំងមូលជាទឹកដីដែលត្រូវបានជ្រើសរើសមិនអាចចាញ់បានឡើយក្នុងសង្គ្រាមលោកលើកទី2នៅចក្រភពជប៉ុនត្រូវប្រឈមមុខនឹងការបរាជ័យធ្ងន់ធ្ងរនៅចំពោះកងកម្លាំងដ៏មហិមារបស់សហរដ្ឋអាមេរិកមេបញ្ជាការកងទ័ពជើងទឹកជប៉ុនបានសម្រេចធ្វើឲ្យរស់ឡើងវិញនៅពាក្យដ៏ពិសិដ្ឋនេះដោយហេតុថាជប៉ុនបានបន្តចាញ់សង្គ្រាមនៅលើសមរភូមិជាបន្តបន្ទាប់ដូចជាឈូងសមុទ្រ Coral សមរភូមិ Midway និងសមរភូមិ Mariana Islandដែលបណ្ដាលឲ្យបាត់បង់នាវាផ្ទុកយន្តហោះដ៏សំខាន់និងបាត់បង់អាកាសយានិករាប់រយនាក់បន្ថែមទៀតកងទ័ពសម្ព័ន្ធមិត្តកំពុងរុលចូលមកកាន់កាប់កោះម្ដងមួយជាបន្តបន្ទាប់នៅពេលនោះជប៉ុនមិនប្រកាសចុះចាញ់សង្គ្រាមលោកលើកទី2នោះទេដែលជាហេតុនៅខែតុលាឆ្នាំ1944សមរភូមិឈូងសមុទ្រលីតេនៅហ្វីលីពីនមេបញ្ជាការជើងទឹកជប៉ុនឧត្តមនាវីឯក Tichijiro Onishi បានស្នើឲ្យប្រើប្រាស់យុទ្ធសាស្ត្រអត្តឃាតជាផ្លូវការដើម្បីបង្កើតការភ្ញាក់ផ្អើលនិងបង្កការខូចខាតដ៏ធំមហិមាទៅលើកងទ័ពសម្ព័ន្ធមិត្តនេះជាយុទ្ធសាស្ត្រចុងក្រោយដើម្បីបង្វែរស្ថានភាពសង្គ្រាមក្រុមវាយប្រហារពិសេសដំបូងគេត្រូវបានបង្កើតឡើងមានឈ្មោះថាយន្តហោះដែលប្រើភាគច្រើនគឺជាយន្តហោះចម្បាំង A6M0 ដែលត្រូវបានកែច្នៃឲ្យផ្ទុកគ្រឿងផ្ទុះអ្នកបើកបរយន្តហោះបានហ្វឹកហាត់តិចតួចបំផុតដោយផ្ដោតទៅលើការហោះឡើងនិងការបកគោលដៅតែប៉ុណ្ណោះព្រោះពួកគេមិនចាំបាច់រៀនចុះទេនៅពេលហោះទៅជិតគោលដៅយន្តហោះទាំងនោះបានហោះសម្ដៅត្រង់ចំយ៉ងក្បាលចុះមកក្រោមក្នុងល្បឿនអតិបរមាលឿនជាង600ម៉ាយដែលធ្វើឲ្យកងទ័ពសហរដ្ឋអាមេរិកពិបាកបាញ់ទម្លាក់តើយុវជនដែលស្ម័គ្រចិត្តខ្លាចជាមីស៊ីលមនុស្សទាំងនេះគឺជានរណាតើមូលហេតុអ្វីដែលជាអារម្មណ៍ពិតរបស់ពួកគេនៅមុនពេលហោះហើរលើកចុងក្រោយកងទ័ពដែលបើកយន្តហោះទាំងនោះភាគច្រើនគឺជាយុវជនជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខាងយោធាដែលមានការអប់រំខ្ពស់តែមានការបើកវ៉ឺនទាក់ការហោះហើរតិចតួចបំផុតពីឡុតទាំងនោះត្រូវបានជ្រើសរើសដោយសារតែពួកគេត្រូវបានគេចាត់ទុកថាជាមនុស្សឆ្លាតនិងមានសមត្ថភាពអាចនាំយន្តហោះហោះទៅដល់គោលដៅទី1គឺជានិយមនិងកាតព្វកិច្ចជំនឿលើព្រះចៅអធិរាជនិងកិត្តិយសរបស់ជប៉ុនការជឿថាការស្លាប់របស់ពួកគេនឹងធ្វើឲ្យពួកគេក្លាយទៅជាកាមិឬក៏ទេវតានៅឯទីសក្ការៈយ៉ាស៊ូកូនី
សម្ពាធដ៏ធំបំផុតនោះគឺសម្ពាធសង្គមការបដិសេធមិនចូលរួមគឺស្មើនឹងការអាម៉ាស់ដល់គ្រួសារនិងខ្លួនឯងឬនិយាយឲ្យខ្លីថាជាមនុស្សកំសាន្តមនុស្សជាច្រើនគ្រាន់តែគូសរង្វង់លើឈ្មោះរបស់ពួកគេនៅលើបញ្ជីឈ្មោះស្ម័គ្រចិត្តដោយសារតែសម្ពាធពីកត្តាទាំងនោះការឃោសនាបំផ្លើសរបស់ជប៉ុនថាបើអាមេរិកមកដល់ពួកគេនឹងរំលោភស្ត្រីនិងសម្លាប់មនុស្សគ្រប់រូបដូច្នេះពួកគេត្រូវតែការពារគ្រួសារនិងពលិដើម្បីបុព្វហេតុទាំងនេះជារៀងរាល់លើកនៅមុនពេលហោះហើរយន្តហោះអត្តឃាតគេឲ្យពីលុតទាំងនោះផឹកស្រាសាកេនិងបរិភោគបាយការពាក់កន្សែងហាជីម៉ាគីកន្សែងចងក្បាលពណ៌សដែលមាននិមិត្តសញ្ញាព្រះអាទិត្យរះនៅចំកណ្ដាលដោយមានសរសេរពាក្យស្លោកការទទួលបានដាវកណ្ឋានានិងរូបថតព្រះចៅអធិរាជការសរសេរសម្បត្តិចុងក្រោយទៅកាន់គ្រួសារដោយដាក់បញ្ចូលសម្រងខ្លីៗដែលសម្បត្តិទាំងនោះភាគច្រើនបង្ហាញពីភាពសោកសៅភាពភ័យខ្លាចនិងសេចក្តីស្រឡាញ់ចំពោះគ្រួសារពួកគេតើការលះបង់ដ៏ធំធេងនេះមានប្រសិទ្ធភាពកម្រិតណា Kamikaze បានវាយប្រហារជាង 3,800 លើកពួកគេបានធ្វើឲ្យនាវាអាមេរិកនិងសម្ព័ន្ធមិត្តចំនួន34គ្រឿងលិចលង់ទៅដល់បាតសមុទ្រនិងបានធ្វើឲ្យនាវារាប់រយគ្រឿងទៀតខូចខាតយ៉ាងដំណំសមរភូមិ Okinawa គឺជាកន្លែងដែលកងកម្លាំង Kamikaze បង្កការខូចខាតដ៏ធំបំផុតមិនធ្លាប់មានដល់កងទ័ពជើងទឹកអាមេរិកក្នុងសមរភូមិមួយដែលបានសម្លាប់បុគ្គលិកជើងទឹកអាមេរិកចំនួនជិត 5,000 នាក់ទោះបីជាការខូចខាតធ្ងន់ធ្ងរក៏ដោយអត្រាជោគជ័យនៃការបុកគោលដៅគឺទាបណាស់ប្រហែលជា 19% ប៉ុណ្ណោះដែលបុកចំគោលដៅកងទ័ពអាមេរិកបានប្រើប្រាស់យុទ្ធសាស្ត្រការពារដូចជាការដាក់នាវាតូចៗនៅជុំវិញនាវាធំដើម្បីទប់ទល់ទៅនឹងការវាយប្រហារដោយអត្តឃាតបែបនេះ Kamikaze បានបង្កើតការភ័យខ្លាចយ៉ាងខ្លាំងចំពោះកងទ័ពសម្ព័ន្ធមិត្តព្រោះវាជាយុទ្ធសាស្ត្រដែលលោកខាងលិចពិបាកយល់ទីបញ្ចប់នៃសង្គ្រាមលោកលើកទី2បានបញ្ចប់យុទ្ធសាស្ត្រ Kamikaze យុវជនជប៉ុនជិត 4,000 នាក់បានបាត់បង់ជីវិតពួកគេបានស្លាប់ដោយសារតែការបើកយន្តហោះអត្តឃាតការលះបង់ពួកគេជួយសង្គ្រោះប្រទេសជាតិរបស់ពួកគេសប្តាហ៍នេះ Kamikaze នៅតែជាសក្ខីភាពដ៏ស្មុគស្មាញមួយនៃប្រវត្តិសាស្ត្រវាមិនគ្រាន់តែជារឿងរ៉ាវនៃភាពក្លាហាននិងការលះបង់ប៉ុណ្ណោះទេប៉ុន្តែវាជារឿងរ៉ាវនៃភាពអស់សង្ឃឹមការឃោសនាបំផ្លើសនិងតម្លៃដ៏គួរឲ្យខ្លាចដែលសង្គ្រាមបានទាមទារនៅពេលដែលយើងនឹកទៅដល់ Kamikaze យើងមិនត្រឹមតែចងចាំពីយុទ្ធសាស្ត្រយោធាប៉ុណ្ណោះទេប៉ុន្តែយើងក៏ត្រូវចងចាំផងដែរថាគ្រប់ការលះបង់ទាំងអស់សុទ្ធតែមានមុខមាត់និងមានគ្រួសារដែលត្រូវបានបាត់បង់សូមអរគុណសម្រាប់ការទស្សនានិងចែករំលែករឿងរ៉ាវដ៏សំខាន់នេះតើអ្នកយល់យ៉ាងណាចំពោះជម្រើសពួកគេសូមខមមិនប្រាប់នៅខាងក្រោមកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីផ្សេងទៀតបាយបាយ